하나님의 교회 세계복음 선교협회 직장인 청년봉사단 아세조와우는 2040년까지 플라스틱 오염 종식에 앞장선다.ក្នុងគោលបំណងចូលរួមជាមួយចលនាសកលដើម្បីលុបបំបាត់ការបំពុលដោយផ្លាស្ទិកយុទ្ធនាការ Access Wow Plastic Free ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការក្រៅពីសកម្មភាពនៅកន្លែងធ្វើការ Access Wow មានគោលបំណងលើកកម្ពស់ការយល់ដឹងនិងលើកទឹកចិត្តឲ្យមនុស្សកាន់តែច្រើនចូលរួមក្នុងគំនិតផ្ដួចផ្ដើមនេះដើម្បីជំរុញយុទ្ធនាការ Plastic Free ក្រុមស្ម័គ្រចិត្ត Access Wow បានចុះធ្វើសកម្មភាពដោយផ្ទាល់នៅតាមឆ្នេរសមុទ្រនិងដងផ្លូវសាធារណៈការកែច្នៃដបផ្លាស្ទិកចំនួន10ដបអាចជួយកាត់បន្ថយការភាយឧស្ម័នកាបូនិកបានប្រហែល400ក្រាមក្រុមស្ម័គ្រចិត្ត Access Wow បានលះបង់អស់ពីកម្លាំងកាយចិត្តក្នុងការប្រមូលសំណាប់ផ្លាស្ទិកដើម្បីយកទៅកែច្នៃឲ្យមានប្រយោជន៍ឡើងវិញការប្រមូលសំណាប់ផ្លាស្ទិកនិងការសម្អាតតាមដងផ្លូវត្រូវបានធ្វើឡើងនៅក្នុងទីតាំង18កន្លែងផ្សេងៗគ្នានៅលើពិភពលោកជាពិសេសនៅឆ្នេរសមុទ្រខ្វាំងអាំងរីក្នុងទីក្រុងប៊ូសានកូរ៉េខាងត្បូងអ្នកស្ម័គ្រចិត្តប្រហែល600នាក់បានរួមកម្លាំងគ្នាក្នុងយុទ្ធនាការសម្អាតឆ្នេរដ៏ធំនៅតំបន់មាត់សមុទ្រដ៏ទាក់ទាញនេះដោយសារជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញក្រៅពីការសម្អាតក៏មានការរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយដើម្បីដាស់តឿនស្មារតីសាធារណជនឲ្យយល់ដឹងកាន់តែច្បាស់ពីបញ្ហាបរិស្ថានផងដែរយើងបានមកឆ្នេរខ្វាំងអានលីនៅប៊ូសានសម្រាប់យុទ្ធនាការបរិស្ថាន Access Wow តាមរយៈគំនិតផ្ដួចផ្ដើម Plastic Free យើងបានបញ្ចូលដល់ប្រជាពលរដ្ឋពីសារៈសំខាន់នៃការបញ្ឈប់ការបំពុលដោយផ្លាស្ទិកយើងក៏បានលើកទឹកចិត្តឲ្យពួកគាត់ចូលរួមក្នុងយុទ្ធនាការនេះផងដែរដោយសារខ្ញុំធ្វើយុទ្ធនាការនេះនៅកូរ៉េខ្ញុំគិតថាមានតែជនជាតិកូរ៉េទេទើបចាប់អារម្មណ៍ប៉ុន្តែសូម្បីតែភ្ញៀវទេសចរបរទេសក៏បានឈប់ហើយចាប់អារម្មណ៍និងស្ដាប់ការបញ្យល់នៅលើផ្ទាំងបដាផ្សព្វផ្សាយយុទ្ធនាការរបស់យើងដែររឿងនេះបានធ្វើឲ្យខ្ញុំយល់ច្បាស់ថាការបំពុលដោយផ្លាស្ទិកមិនមែនជាបញ្ហាបរិស្ថានរបស់ប្រទេសណាមួយទេប៉ុន្តែជាក្តីកង្វល់រួមរបស់ពិភពលោកទាំងមូលយើងមិនដែលដឹងសោះថាបញ្ហាសំណល់ផ្លាស្ទិកគឺធំធេងដល់កម្រិតនឹងសោះដូច្នេះខ្ញុំគិតថាខ្ញុំចង់សាកល្បងធ្វើរឿងនេះហើយចង់ឈប់ប្រើផ្លាស្ទិកច្រើនតាមអាចធ្វើបានខ្ញុំបានរៀនថាយើងអាចធ្វើដោយវិធីសប្បាយបានហើយខ្ញុំរំភើបចិត្តព្រោះសកម្មភាពយើងអាចសង្គ្រោះជីវិតសត្វសមុទ្របានខ្ញុំចាប់អារម្មណ៍បំផុតគឺការរើសយកសំណល់ផ្លាស្ទិកចេញខ្ញុំនឹងបរិមិត្តភ័ក្រខ្ញុំពីរបៀបញែកនិងបោះចោលផ្លាស្ទិកដើម្បីកែច្នៃឡើងវិញឲ្យបានត្រឹមត្រូវតាមរយៈយុទ្ធនាការនេះខ្ញុំកាន់តែយល់ច្បាស់ពីផលប៉ះពាល់នៃផ្លាស្ទិកនិងការការពារបរិស្ថាននៅកន្លែងធ្វើការខ្ញុំប្រើកែវក្រដាសច្រើនណាស់ប៉ុន្តែខ្ញុំនឹងចាប់ផ្ដើមប្រើដបទឹកផ្ទាល់ខ្លួនវិញដើម្បីចូលរួមគិតគូរពីបរិស្ថានសាធារណជនបានបដិញ្ញាចិត្តចូលរួមជាមួយ Access Wow ដើម្បីបញ្ចប់ការបំពុលដោយផ្លាស្ទិកហើយនៅពេលមានមនុស្សកាន់តែច្រើនបានដឹងពីយុទ្ធនាការនេះការគាំទ្រនិងការចូលរួមក៏បន្តកើនឡើងជាលំដាប់ខ្ញុំយល់ថាមានន័យណាស់ដែលយុវជនកំពុងបង្ហាញការចាប់អារម្មណ៍លើបញ្ហាបរិស្ថានជាពិសេសការប្រែប្រួលអាកាសធាតុហើយបានកំណត់គោលដៅច្បាស់លាស់ក្នុងការចាប់ផ្ដើមធ្វើសកម្មភាពខ្ញុំសូមកោតសរសើរនិងគាំទ្រចំពោះសកម្មភាពនេះខ្ញុំពិតជាកោតសរសើរដល់យុវជនអ្នកធ្វើការដែលលះបង់ថ្ងៃសម្រាប់ហើយជាមកធ្វើសកម្មភាពស្ម័គ្រចិត្តនេះការលះបង់នេះមានន័យណាស់ហើយខ្ញុំសូមកោតសរសើរ
ខ្ញុំយល់ថាគំនិតផ្ដួចផ្ដើមនេះសំដៅទៅលើការអនុវត្តរបៀបរស់នៅដែលគ្មានផ្លាស្ទិកនិងការរួមគ្នាធ្វើសកម្មភាពខ្ញុំប្រកាសថានឹងនាំការផ្លាស់ប្ដូរពិតមែនចាប់ពីថ្ងៃនេះខ្ញុំនឹងផ្លាស់ប្ដូរខ្លួនឯងនិងចូលរួមជាផ្នែកមួយនៃយុទ្ធនាការនេះ ពិភពលោកចាប់ផ្ដើមផ្លាស់ប្ដូរពេលមានមនុស្សតែពី3នាក់បោះជំហានដំបូងសកម្មភាពពួកគាត់បានបង្កើតជាឥទ្ធិពលរលកបន្តបន្ទាប់ហើយអ្នកដែលយល់ស្របសកម្មភាពនឹងជួយជំរុញឲ្យមានការផ្លាស់ប្ដូរខ្ញុំជឿថាការជួបជុំគ្នានេះនឹងជួយលើកកម្ពស់ការយល់ដឹងមិនត្រឹមតែនៅប៊ូសានទេគឺទូទាំងប្រទេសនឹងរួមចំណែកដល់ការបង្កើតបរិស្ថានឲ្យកាន់តែប្រសើរឡើង ដោយមានការគាំទ្រនិងការលើកទឹកចិត្តកាន់តែច្រើនសកម្មភាពឆ្ពោះទៅរកការបញ្ចប់ការបំពុលដោយផ្លាស្ទិកនៅតែបន្តបោះជំហានទៅមុខទៀតសកម្មភាពទាំងនេះសម្រេចបាននូវការប្រមូលសំណល់ផ្លាស្ទិកប្រមាណជាង 3,600 គីឡូក្រាម Access Wow នៅតែបន្តបោះជំហានធ្វើសកម្មភាពនៅថ្ងៃនេះដើម្បីបញ្ចប់ការបំពុលដោយផ្លាស្ទិក